Day pre mặtទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទៀតហើយហើយវីដេអូលើកនេះដែរគឺខ្ញុំជិះម៉ូតូទៅលេងនៅវាលលិចភូមិទាំងអស់គ្នាហើយសកម្មភាពផ្សេងអ្នកទាំងអស់គ្នាអាចទស្សនានៅក្នុងវីដេអូហ្នឹងទៅមានតាំងពីលួចបេះស្វាយគេហើយនឹងជិះម៉ូតូកាត់វាលស្រែវាលអីលេងអញ្ចឹងណាហើយមាននឹងដាក់អាចចាក់តិចតួចអីអញ្ចឹងដែរហ្នឹងហើយអ្នកនរគ្នាទស្សនាវីដេអូនេះដល់ចប់ទៅចង់ដឹងថាមានសកម្មភាពអីខ្លះហើយនឹងទេសភាពនៅខាងលិចភូមិរបស់ខ្ញុំហ្នឹងស្រស់ស្អាតប៉ុណ្ណានៅខែប្រាំងនេះទស្សនាទាំងអស់គ្នាហើយមកដល់កន្លែងនេះខ្ញុំក៏បានឈប់ចូលលួចបេះស្វាយគេ2 3អ្នកនរគ្នាដើម្បីយកទៅកុំឲ្យថាដៃតទេអញ្ចឹងណាហើយមើលទេសភាពនៅខាងលិចភូមិខ្ញុំទៅគឺថាវាលស្រឡះល្អមែនតើធម្មតាបើខែក្តៅគឺវាក្តៅខែតិចគឺវាតិចអញ្ចឹងណាហើយនេះបងប្អូនសកម្មភាពបេះស្វាយមានតាំងពីប៊ីយ៉ាមានតាំងពីចានអំបិលមានតាំងពីតកកហើយដាក់ទៅហើយជីកទៅហើយមេឃក៏វារៀងសតុំដែរទេវាមិនសូវជាក្តៅអីណាទេហើយមើលកបីទៅឃើញខ្ញុំជិះម៉ូតូទៅក៏វាគេចពីខ្ញុំហើយព្រោះឯងខ្ញុំនៅវាមុខស្តៀងគ្នាអញ្ចឹងណា
ហើយឥឡូវមកដល់ទីតាំងដែលខ្ញុំត្រូវឈប់អង្គុយហើយកំឡុងមើលមកជុំទៅថាវាលដាច់កតុយភ្នែកមែនតើហើយផ្ទះមានអត់នៅឯងបងប្អូនឆ្លៀតជិះម៉ូតូមកអង្គុយតាមវាលស្រែនិយាយទៅអារម្មណ៍ពេលបានជិះម៉ូតូកាត់វាលស្រែលីងមានអារម្មណ៍ថាសប្បាយមែនតើហើយនេះព្រោះដាក់ចាក់ពីរណាហើយមានអីខ្លាំងទេមានស្វាយលួចគេមិញហ្នឹងឯងហើយវាលខាងក្រោយភូមិនេះដែរខ្ញុំក៏គាត់តែចង់ជិះមករំលឹកអនុស្សាវរីយ៍កាលពី15-16ឆ្នាំមុនដែលខ្ញុំធ្លាប់មកខ្វៀលគោខ្វៀលក្របីនៅទីម្ដុំនឹងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយវីដេអូក៏សូមចប់តែត្រឹមហ្នឹងដែរអរគុណសម្រាប់ការទស្សនា